រឿងបរោះកុហក4នាក់កាលពីព្រេងនាយមានបរោះកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតដើរទៅឆោបបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដើរទៅលុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់2នាក់ជាអ្នកធ្វើចំការកប្បាសនៅក្បែរមាត់ទន្លេមួយដែលឆ្ងាយពីស្រុកភូមិគេបរោះកុហកទាំង4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់នៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះឲ្យបានបរោះ4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអោតាយាយអើយយើងខ្ញុំទាំង4នាក់នេះមកពីស្រុកឆ្ងាយណាស់ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមកតែវេលានេះបានមកជួបនឹងតាយាយប្រហែលជាដឹងរឿងបុរាណខ្លះមិនខានបើដូច្នោះសូមនិយាយរឿងនិទានព្រេងមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបរិសទាំង4នាក់ថាចៅអើយចៅតាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយតាយាយគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចោះបរិសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថាអោតាយាយអើយបើប្រសិនជាមានគេចេះរឿងព្រេងនោះតាយាយចង់ស្ដាប់ឬទេអោចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបរិសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកលពងនឹងបោកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះចេះខ្លាចដែរព្រោះបានដឹងពីជាតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បានតាយាយក៏ព្រមព្រៀងឲ្យបរិសទាំង4នាក់នោះនិយាយបរិសទី1ចាប់អត្ថាធិប្បាយរឿងកុហកជាដំបូងឡើងថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែល8ព្យាមហើយមានផ្លែតែមួយផងគាត់មិនដឹងគិតដូចម្ដេចនឹងបានផ្លែនោះមកពិសាលោកខ្ញុំបានដឹងថាគាត់ចង់ពិសាខ្ញុំក៏ចេញពីផ្ទៃតែគាត់តាមទ្វារមាសឡើងទៅបេះទុរេននោះយកមកជូនគាត់ពិសារួចស្រេចខ្ញុំត្រឡប់មកចូលក្នុងផ្ទៃគាត់វិញបរិសទី2ថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែចម្ការច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មកធ្វើស្រែចម្ការឃ្វាគោក្របីនៅដាំបាយដងទឹកជំនួសគាត់ពីព្រឹកព្រហៀមលុះល្ងាចអស់ការងារខ្ញុំក៏ចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារៀងដរាបមកបរិសទី3ថាអោតាយាយអើយខ្លួនខ្ញុំនេះជាទេវបុត្រច្បត់ចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសពថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកនៅបម្រើគាត់សពសារពើដល់ខ្ញុំចាស់ទៀតនឹងស្លាប់ខ្ញុំសូមចូលក្នុងដៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យស្លាប់តន់ហើយក៏កើតម្ដងទៀតបានជាក្មេងឡើងវិញបរិសទី4ថាខ្លួនខ្ញុំនេះចាប់តាំងពីមាននឹងផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំផ្លែកពីសិលអ្នកទាំងពួងចង់ផឹកស្រាជក់អភិនសម្រាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បរិសទាំង4នាក់នោះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថារឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតើតាយាយជឿទេតាយាយឆ្លើយតបទៅវិញថារឿងនេះតាយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំង2នាក់គិតឃើញស្រេចថាបរិសទាំងនេះសុទ្ធតែនិយាយកុហកទាំងអស់បរិសទាំង4នាក់នោះតប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញប៉ុន្តែមុននឹងនិយាយតាចាស់នោះគាត់បានសន្យាដូចបរិសទាំង4នាក់នោះដែរលុះព្រមព្រៀងទាំងអស់គ្នាទើបតាចាស់និយាយតាថាអោចៅអើយកាលតានឹងនិយាយមកធ្វើចំការកបាសនេះបាន5-6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់មាសល្មមនឹងចិញ្ចឹមចៅទាំង4នេះបានតែនៅក្នុងឆ្នាំមួយមុននោះកបាសមិនផ្លែសោះមិនដឹងមានរឿងហេតុអ្វីមាន
មួយថ្ងៃតាដើររុកក្នុងចំការទៅឃើញដើមកបាស់មួយដើមទំហំប៉ុនដើមត្នោតមានផ្លែមួយធំតាក៏ឡើងបេះមកយកទុកនៅផ្ទះដល់តានឹងយាយនាំគ្នាបកមើលឃើញមានគ្រាប់4ក្នុងគ្រាប់ក្នុងមួយគ្រាប់មានកុមារម្នាក់គ្រាប់ទាំង4តាបានឲ្យយាយគាត់បំបើ3បាច់រសាលុះដល់កុមារទាំង4នាក់នោះធំវេលាណាឡើងក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយបរិះទាំង4នាក់ផិតភ័យខ្លាំងក៏នាំគ្នាឆ្លើយប្រកែកនឹងតាចាស់ដូនចាស់វិញថាមិនមែនទេតាយាយសួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅចេះតែប្រកែកយ៉ាងនេះនោះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយបើដូច្នេះត្រូវចៅទាំង4នាក់មកនៅបម្រើតាទើបត្រូវនឹងពាក្យសន្យាបរិះកុហកទាំង4នាក់កិច្ចមិនរួចក៏នៅបម្រើយាយតាទៅកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងពាក្យច្រើនភូតចាញ់អាត្មា